សម្ដេចព្រះមហាសង្ឃរាជបូក្រីយើងជាព្រះរាជាធិបតីភាពក្នុងព្រះរាជពិធីថ្វាយព្រះពរចំណានព្រះជន្មវស្សាថ្វាយព្រះករុណាព្រះបាទបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះអភិសិរិយសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧត្តមបណ្ឌិតបូក្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជាជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូបូក្រីព្រះករុណាព្រះមហាក្សត្រសីហមុនីយើងជាព្រះរាជាធិបតីភាពក្នុងព្រះរាជពិធីថ្វាយព្រះពរចំណានព្រះជន្មវស្សាថ្វាយព្រះករុណាព្រះបាទបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងកម្រិតព្រះជន្មវស្សា73ព្រះវស្សាយើងចូល74ព្រះវស្សានិងមានការនិមន្តអញ្ជើញចូលរួមពីសម្ដេចព្រះមន្ត្រីសង្ឃឯកឧត្តមលោកជំទាវអ្នកអង្គញាថ្នាក់ដឹកនាំគណៈគ្រប់គ្រងសាស្ត្រាចារ្យមន្ត្រីរាជការនិងនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាជាច្រើនរូបនៅថ្ងៃប្រហ័ស13រោចខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី14ខែឧសភាឆ្នាំ2026